រឿងកនបាតនឹងស្វាមានរឿងនិទានមួយដំណើរថាអណ្ដើកនឹងស្វាសុំគ្នាធ្វើដន្លងតែគ្មានកូនចៅទៅចង់ពុនអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាណាស់ដោយដន្លងអ្នកទាំងពុងនោះដែរលុះចំណេយយូរទៅដន្លងខាងស្វាគេមានកូនត្រូវរៀបចំការគេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនិងស៊ីកាទើបនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃស៊ីកានោះទៅហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីកានោះអណ្ដើកក៏មកដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ប្រាប់ទៅដន្លងស្វាថាត្បិតដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញដន្លងអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេមានតែដន្លងឯងខំវល់នេះចុះយើងនឹងស្រាវឡើងប៉ុន្តែបើមិនទាន់ទៅដល់កន្លែងដែលយើងអង្គុយទេដន្លងឯងគុំនិយាយសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល់នោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួររកអានថាដន្លងសុខសប្បាយទេអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនមកដល់ដីបាយស្នូបដូចគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីកានោះទៅ